ដូវរំហាយបានចូលមកដល់ថ្ងៃនេះមិត្តគ្រប់គ្នាបានមកជួបជុំគ្នានៅផ្ទះរបស់ព្រីងដើម្បីមកជួយព្រីងប្រមូលផលដំឡូងគ្រូតាទីឆ្ងាញ់កាន់តែញ៉ាំកាន់តែជាប់ចានសួស្តីសម្លាញ់នេះពួកឯងមកជុំគ្នាអស់ហើយមែនទេត្រូវហើយព្រីងមានអ្វីឲ្យពួកយើងជួយខ្លះឯងប្រាប់មកចុះបាទពិតជាអរគុណខ្លាំងណាស់ម្ទេសនិងអំពិលជួយព្រីងជីកដំឡូងចំណែកស្វាយគូលែននិងត្របែកជួយប្រមូលដំឡូងដែលជីករួចដាក់មួយដុំឯព្រីងជាអ្នកច្រកដំឡូងចូលបាវនេះព្រីងគ្នាប្រមូលមកអស់ហើយបាទឯងដាក់នៅត្រង់នេះចុះចាំគ្នាច្រកចូលបាវរំពេចនោះស្រាប់តែមានជ្រូកញីមួយក្បាលបោលយ៉ាងលឿនចូលមករកពួកគេជួយផងអេហើយចុះជ្រូកនេះមានរឿងអីហ្នឹងណែមេជ្រូកហើយឯងមានរឿងអីមិនបានជាស្រែកហៅឲ្យយើងជួយព្រិញសូមជួយកូនរបស់ខ្ញុំផងគេជាប់អន្ទាក់ព្រានព្រៃពេលនេះគេកំពុងតែឈឺចាប់ខ្លាំងណាស់ខ្ញុំសូមអ្នកមេត្តាទៅជួយកូនខ្ញុំផងទៅអើយហើយចុះពេលនេះកូនរបស់ឯងគេនៅឯណានៅទីនោះគេនៅត្រង់នោះប្រញាប់នាំយើងទៅភ្លាមទៅតោះគ្នាយើងប្រញាប់ទៅពួកយើងបានជួយដកអន្ទាក់ឲ្យកូនរបស់ឯងរួចហើយពេលនេះគេរួចផុតពីគ្រោះថ្នាក់ហើយខ្ញុំសប្បាយចិត្តណាស់អរគុណខ្លាំងណាស់ព្រិញអរគុណគ្រប់គ្នាដែលស្វាស្វែងមកជួយកូនរបស់ខ្ញុំមិនអីទេរស់នៅក្រោមមេឃតែមួយគឺត្រូវតែមានចិត្តមេត្តាករុណាចេះជួយគ្នាអញ្ចឹងហើយត្រូវហើយមើលទៅឯងនិងកូនពិតជាគួរឲ្យអាណិតណាស់ខ្ញុំមានដំឡូងខ្លះណែឯងយកទៅខ្ញុំឲ្យប៉ាត់មែនទេខ្ញុំសប្បាយចិត្តណាស់ស្វាយខ្ញុំអរគុណហើយណាសូមអរគុណគ្រប់គ្នាម្ដងទៀតបានហើយពួកយើងបញ្ញាប់ត្រឡប់ទៅវិញទៅតលុះពួកគេមកដល់ចំការវិញស្រាប់តែព្រិញឯងមើលនោះតាដំឡូងរបស់ឯងបាត់អស់ហើយហ៎មិនក៏ទៅជួយអញ្ចឹងមិនអត់ទេអ្នកណាគេមិនក៏អាក្រក់យ៉ាងនេះហ៊ានមកលួចដំឡូងរបស់ព្រិញផងហើយចេញទៅមួយផ្លេតសោះមកវិញបាត់ដំឡូងអស់គួរឲ្យក្តៅចិត្តមែនទែនហ៊ុយមិនអីទេរបស់ដែលបាត់ទៅហើយឲ្យវាបាត់ទៅចុះសោកស្ដាយមួមកក្តៅក៏ហើយក៏មិនបានអីត្រឡប់មកវិញដែរល្ងាចហើយពួកយើងប្រញាប់ទៅផ្ទះវិញទៅតោះសម្លាញ់ស្វាយតបាយគូលែនខ្ញុំជីកដំឡូងរួចហើយពួកឯងជួយមកប្រមូលផងចាទៅហើយខណៈនោះមានជ្រូកឈ្មោលមួយក្បាលបានបោលចូលមកជួយផងសូមមេត្តាជួយកូនខ្ញុំផងអូជ្រូកមកពីខាងណាទៀតហើយឯងមានរឿងស្អីកូនខ្ញុំគឺកូនខ្ញុំវាជាប់អន្ទាក់ព្រានព្រៃពេលនេះវាកំពុងតែឈឺចាប់ខ្លាំងណាស់ខ្ញុំជួយគេមិនបានទេសូមអ្នកមេត្តាទៅជួយវាផងទៅខ្ញុំសូមបើអញ្ចឹងពួកយើងប្រញាប់ទៅជួយគ្នាសិនទៅប៉ុន្តែស្វាយមិនបាច់ទៅទេឯងនៅចាំចំការចុះទុកឲ្យខ្ញុំនិងអ្នកផ្សេងទៅបានហើយបើអញ្ចឹងគ្រប់គ្នាប្រញាប់ទៅចុះមិនអីទេខ្ញុំអាចនៅទីនេះបានតប្រញាប់ទៅភ្លាមទៅហើយអស់កម្លាំងដល់ហើយរកកន្លែងសម្រាកតម្រេតខ្នងបន្តិចសិននិយាយចប់ស្វាយក៏បានដើរទៅសម្រាកក្នុងកំពតព្រៃក្បែរនោះរំពេចនោះគេឃើញជ្រូកញីមួយក្បាលដែលបានមកសុំឲ្យគេជួយកាលពីថ្ងៃមុនបានចូលមកពំដំឡូងរបស់ព្រីងហើយបោលចេញទៅយ៉ាងលឿនជ្រូកញីមួយក្បាលនោះគឺជ្រូកនោះទេតាហើយមិនគួរឲ្យជឿសោះថាវាជាចៅលួចដំឡូងរបស់ព្រីងពិតជាអាក្រក់មែនទែនមួយស្របក់ក្រោយមកព្រីងនិងមិត្តក៏បានមកដល់ស្វាយក៏បានរាយរាប់រឿងគ្រប់យ៉ាងប្រាប់ទៅមិត្តរបស់គេពិតជាអាក្រក់ខ្លាំងណាស់មនុស្សស្មានថាជ្រូកនោះវាមានល្បិចកលច្រើនយ៉ាងនេះសោះមែនហើយព្រីងធ្វើគុណបានតោះអាជ្រូកចង្រៃយោគួរឲ្យខឹងមែនទែនហើយព្រឹកថ្ងៃបន្ទាប់ព្រីងនិងមិត្តកំពុងតែប្រមូលផលដំឡូងរំពេចនោះជ្រូកញីដដែលក៏បានបោលចូលមកម្ដងទៀតសូមឲ្យព្រីងជួយកូនរបស់ខ្លួនបានហើយមេជ្រូកឯងបញ្ឈប់ត្រឹមនេះទៅពួកយើងបានដឹងល្បិចកលរបស់ពួកឯងអស់ហើយ
ស្អីគេល្បិចកកស្អីគេអ្នកនិយាយពីអ្វីហ្នឹង មែនហើយពួកយើងមិនកំណាញ់ទេតែពួកយើងមិនចូលចិត្តទេអ្នកដែលពូកែលួចពូកែបោកប្រាស់ឯងធ្វើឲ្យពួកយើងអស់ទំនុកចិត្តលើឯងហើយ រឿងថ្ងៃនោះខ្ញុំពិតជាខុសមែនឲ្យខ្ញុំសុំទោសតែថ្ងៃនេះកូនរបស់ខ្ញុំពិតជាជាប់អន្ទាក់ព្រានពិតមែនសូមអ្នកមេត្តាផងមេត្តាទៅណាជួយគេផងទៅខ្ញុំសុំវ៉ អត់ទេគ្មានផ្លូវទេពួកយើងដាច់ខាត់មិនជឿឯងទៀតទេឆាប់ចេញទៅ ខ្ញុំនិយាយជាការពិតមែនណាសូមទៅជួយកូនរបស់ខ្ញុំផងទៅខ្ញុំសុំវ៉ ប្រាប់ថាមិនជួយគឺមិនជួយហើយឯងឆាប់ចេញទៅ ពេលនោះជ្រូកឆ្មល់ក៏បានចូលមកដល់ដោយនាំកូនជ្រូករបស់ខ្លួនដែលបាក់ជើងដោយសារជាប់អន្ទាក់ព្រានមកជាមួយ កូនរបស់ខ្ញុំបាក់ជើងហើយគេបាក់ជើងហើយក ូនម្ដាយយ៉ាងម៉េចហើយកូនខ្ញុំបាក់ជើងហើយមិនអាចទេ រឿងគ្រប់យ៉ាងគឺមកពីពួកឯងមានពុតត្បិតអាក្រក់ទម្លាប់និយាយកុហកបោកប្រាស់គេធ្វើឲ្យគេបាត់បង់ទំនុកចិត្តលើពួកឯងហើយនៅពេលដែលពួកឯងជួបអាសន្នបែបនេះក៏គ្មានអ្នកណាជួយ ខ្ញុំដឹងខុសហើយ ខ្ញុំសន្យាថាចាប់ពីថ្ងៃនេះទៅខ្ញុំហើយសូមអភ័យទោសឲ្យពួកខ្ញុំផង ការលួចយករបស់ទ្រព្យអ្នកដទៃគឺជាអំពើខុសច្បាប់ហើយនាំឲ្យមានបាបបុគ្គលដែលចូលចិត្តនិយាយកុហកនឹងនាំឲ្យគេស្អប់គេលែងទុកចិត្តសូមរងចាំទស្សនាវគ្គបន្ត គ្រូតាទីឆ្ងាញ់កាន់តែញ៉ាំកាន់តែជាប់ចាន